បច្ចុប្បន្នទីផ្សារក្រសួងរដ្ឋាភិបាលជាតិអាមេរិកកំពុងរងសម្ពាធយ៉ាងខ្លាំងដោយទិន្នផលបានបំណុលរយៈពេល10ឆ្នាំបានឡើងដល់ប្រហែល 4.7% ខណៈទិន្នផលបានបំណុលរយៈពេល30ឆ្នាំបានឡើងលើស 5%ចង់បានការប្រសានិងការបង្រៀនទិញលក់ហាងឆេងមាសជាមួយនឹងអ្នកជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំលោកអ្នកអាចតាក់ទងតាមរយៈលេខ Telegram ខាងក្រោមនេះបានការឡើងខ្ពស់របស់បានបំណុលមានន័យថារដ្ឋាភិបាលអាមេរិកត្រូវចំណាយការប្រាក់កាន់តែច្រើនលើបំណុលរបស់ខ្លួនហើយវាក៏ធ្វើឲ្យការខ្ចីប្រាក់របស់ប្រជាជននិងក្រុមហ៊ុនមានតម្លៃថ្លៃឡើងផងដែរនេះបើយោងតាមសារព័ត៌មាន AP News មូលហេតុសំខាន់មួយគឺបំណុលរដ្ឋាភិបាលអាមេរិកបានឡើងខ្លាំងបំផុតដល់ទៅ$40 ទ្រីលានហើយទីផ្សារកំពុងព្រួយបារម្ភអំពីអនុភាពថវិកាការចំណាយរដ្ឋាភិបាលនិងអតិផរណាជាមួយគ្នានេះភាពតានតឹងនៅមជ្ឈមបូព៌ានិងតម្លៃប្រេងក៏អាចបង្កើនសម្ពាធអតិផរណាដែលអាចធ្វើឲ្យការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកកាន់តែពិបាកដើម្បីព្យាយាមធ្វើឲ្យទីផ្សារស្ងប់រដ្ឋមន្ត្រីរដ្ឋាភិបាល Scott Bessent បានបង្កើនការទិញ Treasury Bond រយៈពេលវែងពីប្រហែល$2,000 ប៊ីលានទៅយ៉ាងហោចណាស់$4 ប៊ីលានក្នុងមួយប្រតិបត្តិការប៉ុន្តែបន្ទាប់ពីការធូរស្រាលក្នុងរយៈពេលខ្លីទិន្នផលនោះបានឡើងវិញដែលបង្ហាញថាវិនិយោគិនមួយចំនួននៅតែមានការព្រួយបារម្ភហើយនេះគឺជាមូលហេតុដែលពាក្យសម្ដីរបស់លោក Donald Trump មានសារៈសំខាន់ប៉ុន្តែយើងត្រូវយល់ឲ្យច្បាស់ពាក្យថាយោធាគឺជាអន្តរាគមន៍ចុងក្រោយមិនមានន័យថាអាមេរិកនឹងប្រើកងទ័ពដើម្បីទៅទិញបាត់បំណុលឬបង្ខំអ្នកវិនិយោគឲ្យទិញបាត់បំណុលអាមេរិកនោះទេវាគឺជាសម្ដីដែលបង្ហាញពីទស្សនៈថារដ្ឋាភិបាលមានជំរឿសជាច្រើនក្នុងការឆ្លើយតបចំពោះស្ថានភាពរបស់ខ្លួនដែលមើលឃើញថាមានភាពធ្ងន់ធ្ងរប្រសិនបើទិន្នផលបានបំណុលបន្តឡើងខ្ពស់វាអាចបង្កសម្ពាធលើទីផ្សារភាគហ៊ុននិងទ្រព្យសកម្មដែលមានហានិភ័យប៉ុន្តែប្រសិនបើរដ្ឋាភិបាលអាចធ្វើឲ្យទិន្នផលបានបំណុលធ្លាក់ចុះហើយទីផ្សាររំពឹងថាធនាគារកណ្ដាលអាមេរិកអាចបន្ធូរគោលនយោបាយរូបិយវត្ថុនោះមាសអាចនឹងទទួលបានអត្ថប្រយោជន៍ពីការរំពឹងទុកនោះ